នៅក្នុងឱកាសដ៏មហាមង្គលថ្លៃថ្លាបំផុតនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់88យាងចូល89ព្រះវស្សានៃសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើងពោពេញទៅដោយសេចក្តីសំណោះរីករាយអធិកអធមនាឆ្នាំនេះព្រឹទ្ធសភារដ្ឋសភារាជរដ្ឋាភិបាលនិងប្រជាជាតិកម្ពុជាទាំងមូលសូមប្រសិទ្ធពរជ័យសិរីសួស្តីជ័យមង្គលព្រះបរមសុខគ្រប់ប្រការថ្វាយសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនិងសូមសម្ដែងនៅសេចក្តីកតញ្ញូតាធម៌ជាអនេកបការថ្វាយចំពោះព្រះមហាករុណាធិគុណដ៏ធ្ងន់បំផុតដែលព្រះអង្គបានលះបង់ទាំងប្រកាយពលព្រះបញ្ញាញាណនិងព្រះរាជទ្រព្យដ៏ឧត្តមឧត្តមបំផុតដើម្បីប្រោសព្រះរាជទានជាព្រះរាជឧបត្ថម្ភក្នុងវិស័យអប់រំសិក្សាធិការកសិកម្មវប្បធម៌សាសនាសុខាភិបាលការអភិវឌ្ឍគ្រប់ផ្នែកនៅទីជនបទព្រមទាំងមានព្រះរាជហឫទ័យសន្តោសប្រោសប្រណីដល់ជីវភាពប្រជារាស្ត្រទីតក្រនិងក្នុងព្រះរាជកិច្ចក្នុងផ្នែកទំនាក់ទំនងអន្តរជាតិជាដើមដើម្បីបបផែននៃភាពចម្រើនថ្កុំថ្កើងរបស់ជាតិមាតុភូមិនិងព្រះអង្គគង់នៅជំលប់ដ៏ត្រជាក់ត្រជុំក្នុងសេចក្តីសុខសន្តិភាពដ៏ពេញបរិបូរណ៍សម្រាប់កូនចៅបានជ្រកកោនក្នុងភាពកក់ក្ដៅនាពេលកន្លងមកដើម្បីឆ្លើយតបទៅនឹងព្រះមហាករុណាធិគុណដែលមិនអាចកាត់ថ្លៃបានរបស់ព្រះអង្គព្រឹទ្ធសភារដ្ឋសភារាជរដ្ឋាភិបាលនិងប្រជាជាតិកម្ពុជាជាកូនជាចៅចៅទួតសូមបដិញ្ញារួមសាមគ្គីឯកភាពគ្នាជាធ្លុងមួយក្នុងការខិតខំពុះពៀរាល់ការលំបាកគ្រប់យ៉ាងហើយខិតខំបង្កើនស្មារតីយកចិត្តទុកដាក់លើការអនុវត្តគ្រប់ភារកិច្ចតាមមុខជំនាញរៀងៗខ្លួនឲ្យបានសម្រេចលទ្ធផលយ៉ាងល្អប្រសើរគ្រប់ដង្ហែតាមព្រះរាជតម្រិះដ៏ឆ្លៀសវៃនិងប្រកបដោយព្រះរាជគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតនៃសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដើម្បីព្រះរាជាណាចក្រកម្ពុជាមានវឌ្ឍនភាពលើគ្រប់ផ្នែកគ្រប់វិស័យប្រកបដោយកិត្តិយសកិត្យានុភាពដ៏រុងរឿងថ្កើងថ្កានបានភ្ជាប់និស្ស័យទៅនឹងសម័យមហានគរនិងសម័យសង្គមរាស្ត្រនិយមដ៏ថ្កើងថ្កានព្រមជាមួយនេះសូមសម្ដែងនៅមនោសញ្ចេតនាស្វាមីភក្តិនិងរីករាយចូលរួមអបអរសាទរយ៉ាងឃ្លាវខ្លាំងបំផុតក្នុងព្រះរាជពិធីបុណ្យដ៏មហាវិសេសវិសាលពោពេញដោយជ័យមង្គលនេះនិងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យព្រះដេចបារមីនៃអតីតព្រះមហាក្សត្រព្រះមហាក្សត្រិយានីខ្មែរនិងវត្ថុស័ក្តិសិទ្ធិគ្រប់ព្រះអង្គក្នុងលោកមានឫទ្ធិបារមីទេវតាថែរក្សាព្រះមហាស្វេតឆន្ទទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំរោងឆោតស័កពុទ្ធសករាជ2568ព្រះនាមមហោទរាទេវីនិងព្រះឥន្ទព្រះព្រហ្មជាដើមសូមជួយអភិបាលក្រងរក្សានិងប្រោះព្រំនៅទឹកអមរិតប្រសិទ្ធពរជ័យដ៏បវរមហាប្រសើរថ្វាយសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសូមព្រះអង្គបានប្រកបនៅព្រះបរមសុខគ្រប់ប្រការមានព្រះរាជសុខភាពដ៏ល្អបរិបូរណ៍ចាកផុតពីព្រះរោគាទាំងឡាយមានព្រះកាយពលមាំមួនព្រះបញ្ញាញាណភ្លឺថ្លានិងមានព្រះជន្មយឺនយូរជាង100ព្រះវស្សាដើម្បីព្រះអង្គបានគង់ប្រថាប់នៅជាមហាមលុបដ៏ត្រជាក់ក្សេមក្សាន្តសុខដុមរមនាសម្រាប់សន្តិភាពវិបលភាពដល់ជនរួមជាតិជាកូនចៅចៅទួតរបស់ព្រះអង្គជារៀងរហូតតទៅ